ก็ส่งกรุ๊ปจุดเด็บสู้ดอลปนจะยุคชนกัมพูชีก็รู้ชื่อบองในกำปงตามด้านในชนะยูทูบบอกเชื่อมบาดสมัยไงนี้ก็มันคอกปีไงมูลพองได้บาดชมาหนึ่งเลือกประเทศบอดมุ้ยได้ประเทศบอดนี้คือบานทัวการสวยก็รู้จักทัวการสะสู้ตะการปนจะยุคชนจีนิสัตได้กำปงแต่ศักษาในไอซาตินารอดปรชิมันจันตองแต่มาดองบาดในสำนักก็รู้จักประเทศบอดไงนี้คือชมบานเลือกเจ้าที่สำนักท่าตาให้เอาไว้อยู่จนการบัญชียังจำบัตรเรียนภาษาจันให้เอาไว้จำบัตรเรียนในประเทศจันบันจังดำไปจังดังท่าจำเล่าหรือบอกพวกก็ตลอดหมกการเชื่อมวินโดยอย่างโดยประเด็นนู้ก็ส่งเอาบองแบบนี้โดยอยู่จนแบบนี้ทุกการตามนานในวิดีโอหรือบอกพวกอย่างออกเนี่ยของคนเนี่ยป่ะ let's go ជំរាបសួរខ្ញុំបាទឈ្មោះសួនសំអាតបច្ចុប្បន្នជានិស្សិតឆ្នាំទី5ផ្នែកវិទ្យាសាស្ត្រនៃសាកលវិទ្យាល័យ Guangxi University of Chinese Medicine ជំរាបសួរនាងខ្ញុំឈ្មោះសូចនាជានិស្សិតឆ្នាំទី5នៃសាកលវិទ្យាល័យ Guangxi University of Chinese Medicine ជំនាញវិទ្យាសាស្ត្រនាងខ្ញុំយល់ឃើញថាការសិក្សាភាសាចិនមានសារៈសំខាន់ណាស់ដោយសារតែបច្ចុប្បន្នភាសាចិនគឺជាភាសាមួយដែលមានភាពទូលំទូលាយក្នុងការប្រើប្រាស់បើសិនជាយើងចេះភាសាចិនយើងនឹងងាយស្រួលក្នុងការស្វែងរកការងារធ្វើដោយសារតែបច្ចុប្បន្នមានជនជាតិចិនជាច្រើនទៅវិនិយោគនៅប្រទេសកម្ពុជាដូច្នេះខ្ញុំគិតថាបើសិនជាយើងចេះភាសាចិនយើងនឹងមានអនុភាពខ្ពស់ក្នុងការធ្វើការជាមួយនឹងក្រុមហ៊ុនចិនម្យ៉ាងវិញទៀតបើសិនជាយើងចេះភាសាចិនផងដែរយើងនឹងមានឱកាសទៅសិក្សានៅប្រទេសចិនផ្ទាល់ដោយសារតែបច្ចុប្បន្នប្រទេសកម្ពុជានិងប្រទេសចិនគឺមានលទ្ធភាពល្អនឹងគ្នាដូច្នេះជារៀងរាល់ឆ្នាំប្រទេសចិនតែងតែផ្ដល់អាហារូបករណ៍គ្រប់ជំនាញទៅដល់ប្រទេសកម្ពុជាយើងសម្រាប់នាងខ្ញុំយល់ឃើញថាការរៀនភាសាចិនពិតជាមានសារៈសំខាន់ណាស់សម្រាប់និស្សិតในការធ្វើពាណិជ្ជកម្មផ្សេងៗភាសាចិនអាចឲ្យនិស្សិតមានឱកាសក្នុងការចូលរួមគ្រប់វិស័យដូចជាពាណិជ្ជកម្មការទូតនិងទំនាក់ទំនងអន្តរជាតិផ្សេងៗមិនតែប៉ុណ្ណោះអាចឲ្យយល់ដឹងពីវប្បធម៌ប្រទេសចិនផងដែរដោយបច្ចុប្បន្ននាងខ្ញុំប្រើប្រាស់ភាសាចិនដើម្បីស្វែងយល់ពីជំនាញរបស់នាងខ្ញុំដូច្នេះនាងខ្ញុំយល់ឃើញថាការរៀនភាសាចិនពិតជាមានសារៈសំខាន់ពិតមែនសម្រាប់ខ្ញុំយល់ឃើញថាការដែលមកសិក្សាផ្ទាល់នៅប្រទេសចិនវាពិតជាមានសារៈសំខាន់ព្រោះតែប្រទេសចិននាពេលបច្ចុប្បន្នជាប្រទេសមួយដែលមានគុណភាពខ្ពស់ទៅលើវិស័យអប់រំក៏ដូចជាការមកសិក្សាផ្ទាល់នៅប្រទេសចិនយើងអាចសិក្សាអំពីវប្បធម៌អរិយធម៌របស់ចិនផ្ទាល់ផងដែរនិងអាចជួយអភិវឌ្ឍភាសារបស់យើងបានយ៉ាងឆាប់រហ័សនិងស្ទាត់ជំនាញជាក់ស្ដែងដោយខ្ញុំបាទមករៀនទីនេះនៅឆ្នាំភាសាខ្ញុំបានចំណាយពេល1ឆ្នាំដើម្បីរៀនភាសាហើយក៏ឲ្យខ្ញុំបានទទួលជោគជ័យនៅក្នុងការប្រឡង ASK កម្រិត4ផងដែរសម្រាប់ខ្ញុំការសិក្សាដោយផ្ទាល់នៅប្រទេសចិនអាចជួយបង្កើនឱកាសឲ្យយើងមានទំនាក់ទំនងជាមួយនឹងមិត្តរួមថ្នាក់ឬវេក្មិននៅក្នុងតំបន់ដើម្បីជិះទៅដល់ការអនុវត្តជាក់ស្ដែងនៃការផ្លាស់ប្ដូរវប្បធម៌គ្រូអាចកែកំហុសទៀងដែលជួយឲ្យអ្នកចាប់បញ្ចេញសម្លេងនិងវេយ្យាករណ៍ដែលអ្នកពិបាកពីតម្លៃដែលខ្លួនអាចបានហើយយើងក៏អាចស្វែងយល់ពីការរស់នៅនិងការគិតរបស់ជនជាតិចិនផងដែរខ្ញុំបាទក៏សូមគោរពថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះបងប្អូនជាយុវជនក៏ដូចជាបងដែលបានទស្សនានៅវីដេអូនៃការបកស្រាយនៅសំណួរក៏ដូចជាប្រធានបទដែលខ្ញុំបានចោទសួរទៅបងប្អូននៅផ្នែកខាងលើបាទហើយក៏ខ្ញុំក៏យល់ឃើញថាបងប្អូនជាយុវជនកម្ពុជារបស់យើងដើម្បីបង្កឱកាសឬក៏ដើម្បីបង្កើនឱកាសខ្លួនឯងឲ្យកាន់តែច្រើនខ្ញុំយល់ឃើញថាបងប្អូនទាំងអស់គ្នាគួរតែឆ្លៀតពេលវេលាដ៏មានតម្លៃរបស់ខ្លួនឬក៏ចាយពេលវេលាដ៏មានតម្លៃរបស់ខ្លួនធ្វើការសិក្សាបន្ថែមផ្នែកភាសាចិនបាទដោយយើងយល់ឃើញថាភាសាចិននាពេលបច្ចុប្បន្ននេះគឺបានដើរតួយ៉ាងសំខាន់និងខ្លាំងក្លាបំផុតនៅក្នុងកំណើនសេដ្ឋកិច្ចរបស់ខ្លួនឯងបាទខ្លួនឯងអានេះខ្ញុំលើកឧទាហរណ៍មួយថាប្រសិនបើបងប្អូនចង់យកអីវ៉ាន់ពីក្រៅប្រទេសមកលក់បងប្អូនត្រូវចេះអីភាសាចិនឬក៏ត្រូវចេះនៅ app ឬក៏បច្ចេកទេសមួយចំនួននៅពាក់ព័ន្ធជាមួយចិនបាទបើយើងនិយាយអំពីភាសាចិនយើងនិយាយអំពីការនាំអីវ៉ាន់ចូលពីចិនមកខ្មែរអាហ្នឹងគឺជាឱកាសមួយគេហៅថាឱកាសបង្កើតការងារដោយខ្លួនឯងបង្កើតពាណិជ្ជកម្មដោយខ្លួនឯងបាទមានន័យថាបើសិនជាយើងចេះភាសាចិនគឺយើងមានលទ្ធភាពក្នុងការបង្កើតឱកាសរកប្រាក់ចំណូលតាមអនឡាញដោយខ្លួនឯងតាមការកម៉ង់អីវ៉ាន់ពីប្រទេសចិនមកលក់នៅស្រុកខ្មែរឬក៏អាចប្រែខ្លួនឯងខ្លាយទៅជាអ្នកបកប្រែសម្របសម្រួលក្នុងការផ្គូផ្គងធុរកិច្ចកម្ពុជាចិនបងប្អូនដឹងស្រាប់ហើយកាលណាយើងផ្គូផ្គងធុរកិច្ចកម្ពុជាចិនបងប្អូននឹងដើរតួខ្លាយជាអ្នកសម្របសម្រួលមួយអញ្ចឹងបងប្អូននឹងទទួលបាននៅ benefit បាទ benefit ណាមួយនោះ
បាទអានឹងគឺពាក់ព័ន្ធជាមួយនឹងឱកាសនៃការធ្វើពាណិជ្ជកម្មឱកាសនៃការបង្កើតការទទួលបាននៅពាណិជ្ជកម្មឬក៏ business ផ្ទាល់ខ្លួនឯងទី2គឺបងប្អូននឹងទទួលបាននៅឱកាសការងារបងប្អូនទាំងគ្នាបើយើងក៏លេងមើលមួយឆាច់សឹងតែនៅរាជធានីភ្នំពេញរបស់យើងតំបន់មួយចំនួនគឺដាក់ផ្លាកចិននិងខ្មែរច្រើនណាស់បាទជាពិសេសគឺផ្លាកសខ្មែរនៅខាងលើនិងស្លាកចិននៅខាងក្រោមបាទអញ្ចឹងមានន័យថាហាងចិនក្រុមហ៊ុនចិនអ្នកវិនិយោគទុនចិនទាំងធំទាំងកណ្ដាលទាំងមធ្យមទាំងទូចគឺគាត់មកវិនិយោគទុននៅស្រុកខ្មែរច្រើនមែនទែនបើអញ្ចឹងហើយបើយើងនិយាយអំពីតម្រូវការនៃអ្នកចេះភាសាចិនគឺច្រើនមែនទែនបាទគឺច្រើនមែនទែនអញ្ចឹងបើសិនជាបងប្អូនដែលជាយុវជនមានចំណេះជំនាញភាសាចិនពិតប្រាកដបងប្អូនជឿជាក់ថាមិនខ្វះការងារធ្វើទេបាទមិនខ្វះការងារធ្វើទេហើយជាក់ស្ដែងអ្នកបកប្រែភាសាចិនម្នាក់យ៉ាងហោចណាស់ក៏ទទួលប្រាក់ខែ$700ទៅ$1000ដែរអាហ្នឹងមានថាបើសិនយើងចេះចិនស្ទាត់ជំនាញបាទចេះចិនស្ទាត់ជំនាញបាទឱកាសទី3សម្រាប់បងប្អូនទាំងគ្នាប្រសិនជាយើងមានកម្រិតភាសាចិនគ្រប់គ្រាន់យើងបានបញ្ចប់ថ្នាក់បរិញ្ញាបត្រឬក៏បងប្អូនបានបញ្ចប់ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ចង់បន្តការសិក្សាថ្នាក់អនុបណ្ឌិតឬក៏បណ្ឌិតបន្ថែមទៀតនេះវាជាឱកាសសម្រាប់បងប្អូនតែម្ដងមានន័យថារដ្ឋាភិបាលចិនគឺបានផ្ដល់កូតាអាហារូបករណ៍ដ៏ច្រើនជូនដល់រាជរដ្ឋាភិបាលកម្ពុជាតាមរយៈក្រសួងអប់រំយុវជននិងកីឡាជារៀងរាល់ឆ្នាំទោះបីថាជាប្រភេទអាហារូបករណ៍របស់រដ្ឋាភិបាលចិន Type A ឬក៏ Type B ក្តីឬក៏ប្រភេទអាហារូបករណ៍ Local Government Scholarship ក្តីជារួមប្រហែលជាខ្ទង់80កន្លែងក្នុងមួយឆ្នាំអញ្ចឹងវាច្រើនគួរសមដែរបើយើងប្រៀបធៀបជាមួយនឹងប្រភេទអាហារូបករណ៍ទៅបន្តការសិក្សានៅក្រៅប្រទេសដែលបណ្ដាប្រទេសជាអន្តរជាតិផ្ដល់មកកម្ពុជាយើងក៏សម្គាល់ឃើញថាមានតែរដ្ឋាភិបាលចិនទេផ្ដល់កូតាអាហារូបករណ៍ច្រើនជាងបណ្ដាប្រទេសផ្សេងៗទាំងអស់បាទក្រៅពីការផ្ដល់អាហារូបករណ៍តាមរយៈក្រសួងអប់រំយុវជននិងកីឡានៃព្រះរាជាណាចក្រកម្ពុជាក៏រដ្ឋាភិបាលចិនបានផ្ដល់អាហារូបករណ៍ពិសេសទៅតាមដៃគូដែលពាក់ព័ន្ធជាពិសេសគឺតាមរយៈសមាគមសន្និសីទអាហារូបករណ៍របស់សម្ដេចដែលចូលនឹងសម្ដេចគតិព្រឹទ្ធបណ្ឌិតដែលអាហារូបករណ៍ដ៏ថ្លៃថ្លានេះគឺផ្ដល់ជូនតាមរយៈសម្ដេចមហាបវរធិបតីហ៊ុនម៉ាណែតនិងលោកជំទាវបណ្ឌិតប្រច័ន្ទមនីនោះដែលសម្រាប់អាហារូបករណ៍ទៅកាន់សាធារណរដ្ឋប្រជាមានិតចិននៅគ្នាឆ្នាំនេះគឺផ្ដល់ជូនរហូតដល់120កន្លែងបាទ120កន្លែងហើយសម្រាប់បេក្ខជនទាំងអស់នេះគឺត្រូវបានបញ្ជូននិងរៀបចំនីតិវិធីរួចរាល់បញ្ជូនទៅឯភាគីដែលពាក់ព័ន្ធនៅស្រុកចិនរួចរាល់ហើយដែរបាទគឺកំពុងតែរងចាំនៅលទ្ធផលចុងក្រោយបាទនេះគឺយើងផ្ដោតទៅលើចំណុចអត្ថប្រយោជន៍ទី3គឺទទួលបាននៅឱកាសអាហារូបករណ៍ទៅបន្តការសិក្សាថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ឬថ្នាក់បណ្ឌិតនៅឯសាធារណរដ្ឋប្រជាមានិតចិនបើសិនជាបងប្អូនទាំងនេះមានកម្រិតភាសាចិនគត់មុតនិងល្អអូខេបាទចំណុចទី4គឺពាក់ព័ន្ធជាមួយនឹងឱកាសពាណិជ្ជកម្មបាទពាណិជ្ជកម្មឬក៏កិច្ចសហប្រតិបត្តិការសេដ្ឋកិច្ចបាទដូចបងបានជំរាបជូនអញ្ចឹងមានថាប្រទេសចិនជាប្រទេសមហាអំណាចទាំងសេដ្ឋកិច្ចមហាអំណាចទាំងពាណិជ្ជកម្មអញ្ចឹងការធ្វើធុរកិច្ចរវាងកម្ពុជាចិនគឺបើកច្រកយ៉ាងធំធេងមែនទែនបាទជាពិសេសគឺសម្រាប់បងប្អូនដែលចេះភាសាចិនហ្នឹងគឺបងប្អូនមានលទ្ធភាពអាចធ្វើការទំនាក់ទំនងឬក៏អាចធ្វើការ matching រវាងអ្នក business ចិនជាមួយអ្នក business នៅខ្មែរបងប្អូនគាត់ណា share commission ឬក៏បងប្អូនអាចធ្វើជាអ្នកសម្របសម្រួលណាមួយឬក៏បងប្អូនអាចធ្វើការសហការដោយផ្ទាល់នោះគឺបងប្អូននឹងទទួលបាននៅអត្ថប្រយោជន៍ទាំងអស់ហ្នឹងបាទហើយអត្ថប្រយោជន៍ទី5គឺវាដោតទៅលើពាក់ព័ន្ធជាមួយនឹងឱកាសពង្រីកចំណេះដឹងផ្នែកសិល្បៈវប្បធម៌បាទយើងដឹងហើយថាវប្បធម៌របស់ចិនគឺមានវប្បធម៌អរិយធម៌របស់គេគឺមានអាយុកាលយូរអង្វែងដូចនឹងវប្បធម៌អរិយធម៌របស់កម្ពុជាដែរវាប្រហាក់ប្រហែលគ្នាបាទហើយបើយើងនិយាយអំពីកលេសទៅលើការសិក្សាឆ្វេងយល់អំពីបច្ចេកវិទ្យាចិននាពេលបច្ចុប្បន្ននេះគឺយើងមិនចាំបាច់និយាយទេចិនគឺជាប្រទេសមួយដែលមានដំណើរសេដ្ឋកិច្ចល្អទាំងបច្ចេកវិទ្យាទំនើបទាន់សម័យគ្រប់ប្រទេសនៅលើសកលលោកប្រទេសណាដែលមិនប្រើប្រាស់នៅផលិតផលចិនហើយផលិតផលចិនឬក៏អាចនិយាយថាចិនគឺបានបង្កើតនៅ
បច្ចេកវិទ្យាលក់បច្ចេកវិទ្យាជូនដល់បណ្ដាប្រទេសមួយចំនួនផងដែរទោះបីជប៉ុនក៏គាត់ប្រើប្រាស់នៅបច្ចេកវិទ្យាចិនអាមេរិកក៏គាត់យកនៅបច្ចេកវិទ្យាចិនមួយចំនួនទៅ apply ឬក៏បំពាក់ទៅលើឧបករណ៍របស់គាត់មួយផ្នែកដែរបាទអញ្ចឹងមានថាចិនប្រសិនបើយើងមានឱកាសរៀនភាសាចិនហើយមានឱកាសបានទទួលអាហារូបករណ៍ទៅកាន់សាធារណរដ្ឋប្រជាមានិតចិនសិក្សាទៅលើជំនាញបច្ចេកទេសឬក៏ឯកទេសណាមួយនោះខ្ញុំយល់ឃើញថាវាជារឿងមួយដ៏ល្អវាជារឿងមួយដ៏ត្រឹមត្រូវសម្រាប់តម្រង់ទិសខ្លួនឯងក្នុងការសម្រេចក្តីសម័យទៅអនាគតផងដែរបាទអញ្ចឹងខ្ញុំយល់ឃើញថាចំណុចដែលខ្ញុំបានលើកក៏ដូចជាចំណុចដែលបងប្អូនបានលើកនេះវាជាចំណុចរួមគ្នាហើយជាចុងបញ្ចប់ខ្ញុំយល់ឃើញថាបងប្អូនដែលជាយុវជនគួរតែចំណាយពេលវេលាឬក៏ចាយពេលវេលាខ្លួនឯងឲ្យមានតម្លៃឲ្យសមស្របហើយអាចទទួលយកបានជាពិសេសគឺការប្រឹងប្រែងពង្រឹងនិងពង្រីកសមត្ថភាពភាសាចិននេះតែម្ដងបាទជាចុងបញ្ចប់ខ្ញុំបាទសូមគោរពអរគុណជូនពរបងប្អូនទាំងគ្នាសម្រាប់ជាពិសេសគឺបងប្អូនដែលមានបំណងចង់ដាក់ពាក្យ apply អាហារូបករណ៍ទៅសាធារណរដ្ឋប្រជាមានិតចិនត្រូវត្រៀមខ្លួនសិក្សាភាសាចិនចាប់ពីឥឡូវទៅបាទបើសិនជាបងប្អូនមិនចាប់ដើមពីឥឡូវទៅទេបងប្អូននឹងមិនមានឱកាសដើម្បីដាក់ពាក្យប្រកួតប្រជែងអាហារូបករណ៍ទៅកាន់សាធារណរដ្ឋប្រជាមានិតចិនទេរដ្ឋាភិបាលចិននៅពេលបច្ចុប្បន្ននេះគឺពង្រឹងខ្លាំងមែនទែនសម្រាប់គុណភាពនៃភាសាចិនបើសិនជាបងប្អូនមិនមានកម្រិតភាសាចិនសមស្របទេឬក៏មិនមានមូលដ្ឋាននៃភាសាចិនទេនោះបងប្អូននឹងមិនមានលទ្ធភាពក្នុងការដាក់ពាក្យប្រកួតប្រជែងទេអានេះខ្ញុំនិយាយថាពាក្យថាដាក់ពាក្យផងអត់ទាន់ឆ្លងកាត់នៅដំណាក់កាលនៃការដាក់ពាក្យឬក៏ការប្រឡងផងបើអញ្ចឹងជាចុងបញ្ចប់ខ្ញុំបាទសូមគោរពអរគុណនិងជូនពរដល់បងប្អូនទាំងគ្នាជួបតែសេចក្តីសុខស្ដីចម្រើនបាទ see you next video